ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកពីរបៀបធ្វើត្រសក់ចាវជូនបងប្អូនសម្រាប់ទស្សនាចាមកដឹងពីវិធីធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាចាគ្រឿងផ្សំរបស់យើងគឺមានត្រសក់ស្រូវចាហើយទឹកអំបិលយើងត្រូវដាំវាឲ្យទុកវាឲ្យត្រជាក់ចាហើយត្រសក់គឺយើងយកមកត្រាំជាមួយនឹងទឹកអំបិលរបស់យើងនឹងយក50ថ្ងៃចាអញ្ចឹងយើងធ្វើការ50ថ្ងៃត្រសក់ហ្នឹងចំនួន5ថ្ងៃណាបងប្អូនយើងយកត្រសក់របស់យើងហ្នឹងទៅត្រាំជាមួយនឹងទឹកអំបិលដែលយើងដាំហ្នឹងជារៀងរាល់ថ្ងៃមានន័យថាយើងយកទៅត្រាំហើយយើងយកមក50ថ្ងៃចាធ្វើអញ្ចឹងគឺធ្វើចំនួន5ថ្ងៃទៅចាដើម្បីឲ្យត្រសក់របស់យើងហ្នឹងចូលជាតិជាមួយទឹកអំបិលហ្នឹងបានល្អចាបន្ទាប់មកគឺយើងធ្វើការដាក់ដាំទឹកអំបិលជាមួយនឹងស្ករត្នោតដើម្បីយកទៅចាវត្រសក់ចាទឹកអំបិលរបស់យើងនោះត្រូវដាំទុកឲ្យត្រជាក់ចាបន្ទាប់មកគឺយើងធ្វើការយកត្រសក់របស់យើងនោះរៀបចំនៅក្នុងក្រឡមួយដែលស្អាតល្អចាបន្ទាប់មកគឺយើងយកទឹកអំបិលដែលយើងដាំដែលទុកឲ្យត្រជាក់ហ្នឹងយកមកចាក់ចូលមកចាក់ឲ្យពេញត្រសក់របស់យើងចាហើយយើងធ្វើការគ្របទុកឲ្យបាននិយាយទៅទុករហូតដល់ទៅងុំល្អអញ្ចឹងធ្វើវិធីនេះគឺយើងធ្វើហូបបានយូរអត់ខូចទេបងប្អូនចារាប់ឆ្នាំចាអញ្ចឹងយើងធ្វើហ្នឹងទៅយើងអាចទុកវាប្រហែលជាមួយសប្តាហ៍អីយើងអាចយកមកហូបបានហើយចាអញ្ចឹងនេះត្រសក់ដែលនាងខ្ញុំចាវទុកប្រហែលជាមួយសប្តាហ៍ចាអញ្ចឹងខ្ញុំយកមកធ្វើការលាយជាមួយនឹងស្វាយខ្ចីចាប៉េងប៉ោះខ្ទឹមសខ្ទឹមក្រហមចាហើយស្លឹកខ្ទឹមចាអញ្ចឹងយើងយកស្វាយខ្ចីរបស់យើងឈូសជាសរសៃឲ្យវាតូចមកដើម្បីឲ្យចូលជាតិជាមួយនឹងត្រសក់របស់យើងណាចាហើយត្រសក់យើងចិតវាជាចំណិតតូចមកចាអញ្ចឹងយើងធ្វើការផ្សំគ្រឿងចាយើងយកត្រសក់របស់យើងហ្នឹងដាក់នៅក្នុងកូនចានឬឆ្នាំងមកចាហើយយើងធ្វើការដាក់ប៉េងប៉ោះហើយជាមួយនឹងស្វាយខ្ចីចាហើយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមរបស់យើងចូលចាចាបន្តមកទៀតគឺយើងធ្វើការដាក់គ្រឿងបន្ថែមគឺមានស្ករត្នោតចំនួនកន្លះស្លាបព្រាចាមានដាក់ប៊ីចេងចាចំនួន1ស្លាបព្រាកាហ្វេកន្លះចាដោយសារតែត្រសក់របស់យើងហ្នឹងវាមានជាតិប្រៃស្រាប់ហើយអញ្ចឹងយើងដាក់តែស្ករត្នោតហើយនឹងប៊ីចេងបន្តិចទៅចាយើងធ្វើការច្បល់ជាមួយនឹងត្រសក់របស់យើងហ្នឹងឲ្យចូលជាតិគ្នាចាបានមានរសជាតិឆ្ងាញ់ចាវិធីធ្វើគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចយកទៅអនុវត្តបានយើងអាចយកមកហូបជាមួយនឹងបាយឬក៏បបរសចារឹតតែឆ្ងាញ់បងប្អូនចាសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនចាសូមជួយចុច Subscribe ឬសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដែលនាងខ្ញុំបានបង្ហោះជូនចាសូមអរគុណសូមជម្រាបលា